บางคนเรา Messenger បាន update ថ្មីបងប្អូនឃើញអំបងពោកគៀវសញ្ញាព្រួយបោះហោមហ្នឹងបងប្អូនរូប emoji សញ្ញាបោះបងប្អូនកន្លែងហ្នឹងបងប្អូនចុចកន្លែងហ្នឹងមក Messenger គេបាន update ថ្មីបងប្អូនចុចមកទុកមកវានឹងចេញបែបនេះបងប្អូនអញ្ចឹងកន្លែងហ្នឹងគឺគេតម្រូវឲ្យយើងថតរូបភ្លាមនៅក្នុង Messenger អញ្ចឹងដើម្បីផ្ញើទៅមិត្តភ័ក្តិរបស់យើងនរណាម្នាក់ដែលយើងជិតស្និទ្ធអីចឹងយើងចង់លក្ខណៈថាយើងចង់ថតភ្លាមយើងមិនបាច់ចំណាយពេលទៅបើកកាមេរ៉ាថតអីចឹងអានេះយើងចូលទៅក្នុង Messenger គឺយើងថតបានភ្លាមបងប្អូនអញ្ចឹងបងប្អូនឃើញរូបសញ្ញា friend កន្លែងនេះបងប្អូនចុចកន្លែងហ្នឹងមកវានឹងចេញ friend របស់យើងចុចមកទៅមកបងប្អូនចុចលើវាមកទៅមកយើងជ្រើសរើសនរណាម្នាក់មកតើយើងថតហើយយើងផ្ញើទៅនរណាម្នាក់អញ្ចឹងបងប្អូនចុចលើ Facebook គាត់ម្នាក់នេះអញ្ចឹងយើងចុច save មកអញ្ចឹងយើងចាប់ផ្ដើមថតមកទៅមកវានឹងផ្ញើទៅតែម្ដងអញ្ចឹងបងប្អូនអញ្ចឹងអានឹងគឺទីសាស្ត្រក្នុងថ្មីដែល Messenger បាន update អញ្ចឹងបងប្អូនគឺងាយស្រួលមែនទេងាយប្រើហើយរហ័សទាន់ចិត្តអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើន